case ណារៀនចំណុចថ្មីថ្ងៃនេះដែរខ្ញុំមកបង្ហាញអំពីជំរងតភេសជ្ជៈវៃឆ្លាតដូចនេះចូលទៅមើលក្រុមរបស់នាងខ្ញុំបកស្រាយទៅទៅអ្នកទាំងអស់គ្នាធ្លាប់ជួបបញ្ហាទិញភេសជ្ជៈយូរហើយយកច្រឡំ order និង upload យូរដែរទេដើម្បីដោះស្រាយនៅបញ្ហាមួយនេះក្រុមពួកយើងមកពីវិទ្យាល័យព្រះអង្គឌួងបានបង្កើតគម្រោងមួយដែលមានឈ្មោះថាប្រព័ន្ធតភេសជ្ជៈវៃឆ្លាតឬយើងអាចហៅមួយទៀតបានថា Smart Pro Store សូមចូលរួមទៅមើលដំណាក់កាលនៃការបង្កើតដូចតទៅតែចូលមកដល់ដំណាក់កាលដំបូងរបស់ពួកយើងគឺ UX UI សម្រាប់ UX យើងធ្វើវាជា wireframe ឬផ្លកគម្រោងសខ្មៅនេះរីឯ UI យើងធ្វើជា prototype បន្ទាប់មកយើងចូលទៅដល់ដំណាក់កាលសរសេរកូដសម្រាប់កូដយើងសរសេរនៅក្នុង App Script ដែលយើងប្រើប្រាស់កូដ HTML CSS និង JavaScript ហើយបន្ទាប់ពីនោះមកយើងចូលទៅដល់ការផ្ទុកទិន្នន័យសម្រាប់ទិន្នន័យយើងផ្ទុកវានៅក្នុងGoogle Sheet ទិន្នន័យដូចជា stock ភេសជ្ជៈនិង